coi lên mấy con này bong ôi quật tao luôn bong làm phản sao bong bong ផ្អើលមកទន្លេឆ្លួរដណ្ដើមភ្នាបរទេសក្រុមស្ត្រីពីរក្រុមផ្ទុះហិង្សាដាក់គ្នាគប់កៅអីហោះពេញផ្លូវភ្នំពេញហេតុការណ៍ហិង្សាមួយបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរយ៉ាងខ្លាំងនៅតាមបណ្ដោយផ្លូវមាត់ទន្លេស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលខណ្ឌដូនពេញករណីនេះបានកើតឡើងកាលពីវេលាម៉ោង 4 ទៀបភ្លឺថ្ងៃទី 11 ខែកុម្ភៈឆ្នាំ 2026 ដោយផ្ដើមចេញពីចំនួនពាក្យសម្ដីរហូតឈានដល់ការប្រើអង្គើហិង្សាវាយតបគ្នានិងគប់កៅអីយ៉ាងអនាធបត័យយោងតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថាចំនួននេះកើតឡើងរវាងស្ត្រីពីរក្រុមដែលប្រកែកគ្នាជុំវិញរឿងដណ្ដើមភ្ញៀវជនជាតិបរទេសភាគីម្ខាងបានចោទថាភាគីមួយទៀតបានមកឆក់ភ្ញៀវរបស់ខ្លួននិងបានវាយមកលើប្តីរបស់គាត់ខណៈភាគីមួយទៀតបានបដិសេធនិងតបតវិញយ៉ាងតតណោតចំនួនដ៏ក្តីកគុកនេះបានធ្វើឲ្យមានការខឹងសម្បាឈានដល់ការជេរប្រមាថនិងប្រយកៅអីជ័រគប់ទៅវិញទៅមកព្រមទាំងមានការចូលរួមពីបាក់ពួកធ្វើឲ្យស្ថានភាពកាន់តែវឹកវរពឹងសួនច្បារសាធារណៈក្រោយការហេតុភ្លាមកម្លាំងសមត្ថកិច្ចមូលដ្ឋានដែលកំពុងលំបាត់បានចុះមកដល់កន្លែងកើតហេតុនិងបានធ្វើការឃាត់ខ្លួនភាគីទាំងសងខាងដើម្បីយកទៅសួរនាំនិងដោះស្រាយតាមនីតិវិធីនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាលហេតុការណ៍នេះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សណ្ដាប់ធ្នាប់សាធារណៈជាពិសេសនៅតំបន់ទេសចរមាត់ទន្លេដែលតែងតែមានភ្ញៀវជាតិនិងអន្តរជាតិដែលកំសាន្ត